សួស្តីបងប្អូនរីករាយក្នុងថ្ងៃបើកបវេសនការឆ្នាំថ្មីក្នុងឱកាសនេះមិនទាន់បានរៀនអីទេប៉ុន្តែខ្ញុំក៏សូមជូនពរបងប្អូនឲ្យទទួលបានជោគជ័យនៅចុងឆ្នាំចឹងថ្ងៃនេះខ្ញុំមានវីដេអូមួយនិយាយអំពីមេរៀនចំនួន complex ភាគ1ចឹងដើម្បីរៀនចំនួន complex បងត្រូវធ្វើអីគេខ្លះចឹងដើម្បីរៀនចំនួន complex បងត្រូវស្គាល់ផ្នែកខ្លះនៃចំនួន complex តោះចឹងចំណុចទី1ដែលខ្ញុំនឹងចាប់ផ្ដើមឲ្យបងស្គាល់នោះគឺចំនួននិមិត្តមិនបានគេហៅថាចំនួននិមិត្តស្អីទៅចំនួននិមិត្តយើងអត់ដែរលឺទេលឺពីថ្នាក់ទី10ថ្នាក់ទី11បានខ្លះអីគេជាចំនួននិមិត្តចឹងគេឲ្យនិយមន័យមួយដែលងាយយល់គេថាចំនួននិមិត្តគឺជាផលគុណរវាងចំនួនពិតនិង e តាមដោយ bi ដែល e ការ៉េស្មើដល់ដក1ចឹង e នឹងអីគេមិន e យើងមិនពូយើងទេណា e ប្រពន្ធពូអត់ទេណា e ត្រង់ហ្នឹងគេហៅថាឯកតានិមិត្តចឹងពេលបងយកចំនួនពិតណាមួយនេះចំនួនពិតណាមួយទៅគុណនឹងឯកតានិមិត្តតាមដោយអក្សរ e ហ្នឹងទៅវាចេញ bi ដែល bi ហ្នឹងឯងគេឲ្យឈ្មោះថាជាចំនួននិមិត្តយកចំនួនពិតគុណនឹង e ចេញចំនួននិមិត្តគេដាក់លក្ខខណ្ឌមួយថា e ការ៉េស្មើដក1ចឹងខ្ញុំនិយាយឲ្យខ្លីងាយយល់គឺថាចំនួននិមិត្តជាផលគុណរវាងចំនួនពិតនិង e ឲ្យតែចំនួនពិតគុណនឹង e អាហ្នឹងណាជាចំនួននិមិត្តបាទអញ្ចឹងយើងទៅមើលឧទាហរណ៍គេថា 4e ដក3លើ 2e ឬ3គុណនឹង e ដក e ចុចហ្នឹងអាហ្នឹងគេឲ្យឈ្មោះថាជាចំនួននិមិត្តចំនួននិមិត្តឲ្យតែយកចំនួនពិតទៅគុណនឹង e ទៅជាចំនួននិមិត្តអញ្ចឹងយើងមើលជាទូទៅមួយគេថាជាទូទៅបើសេធំជាង0នោះឯងរឹសនៃដកសេស្មើ e ឬសេម្ដងទៀតបើសេធំជាង0នោះរឹសការ៉េនៃដកសេស្មើ e ឬសេឲ្យតែនេះសេនេះវិជ្ជមានឬក៏ធំជាង0គឺយើងទៅសេបានអញ្ចឹងមានន័យថាម៉េចដកនេះបញ្ចេញមកបានអក្សរ e នេះយើងមើលកន្លែងនេះ e ការ៉េស្មើដក1អញ្ចឹង e ស្មើរឹសការ៉េនៃដក1ណាអញ្ចឹងម្ដងទៀតបើសេធំជាង0នោះរឹសការ៉េនៃដកសេស្មើ e ឬ c ដកបញ្ចេញមកបានអក្សរ e យើងចាំអញ្ចឹងទៅងាយយល់យើងគិតមើលថាម៉េចបានងាយចំពោះយើងទៅយើងអត់ងាយធុញនឹងមេរៀនគណិតវិទ្យាទេតាមបានទេអញ្ចឹងខ្ញុំនិយាយឲ្យខ្លីមួយថាម៉េចចំនួននិមិត្តគឺជាផលគុណរវាងចំនួនពិតនិង e តាមដោយ bi ដែល e ការ៉េស្មើដក1ជាទូទៅបើសេធំជាង0នោះរឹសការ៉េនៃដកសេស្មើ e ឬ c អញ្ចឹងខ្ញុំឲ្យឧទាហរណ៍បងប្អូនយកសាស្ត្រទៅរៀនធ្វើគេថាសរសេរចំនួនខាងក្រោមជាចំនួននិមិត្តអញ្ចឹងគេឲ្យករឹសការ៉េនៃដក4អញ្ចឹងដកចេញមកបានអី4ចេញមកបានអីអាហ្នឹងយើងគិតងាយដើម្បីឲ្យខ្លួនយើងហ្នឹងវាងាយយល់ហើយរៀនឆាប់ចេះហើយឆាប់ចាំអញ្ចឹងខ្ញុំឲ្យពេលវេលាបងប្អូនសម្រាប់ធ្វើឧទាហរណ៍ទាំង6ហ្នឹងហើយខ្ញុំនឹងដាក់ចម្លើយនៅខាងចុងវីដេអូឬក៏ខ្ញុំធ្វើវីដេអូភាគ2កែឧទាហរណ៍នឹងឲ្យបាទសូមជម្រាបលាជួបគ្នានៅភាគ2អរគុណបងប្អូន